វិធីពីរយ៉ាងគឺសិនបង្កើតគំនិតឬការច្រឡំសូក្រាតប្រើវិធីបង្កើតគំនិតចំពោះមនុស្សសាមញ្ញដែលមិនចេះអួតអាងហើយដឹងថាខ្លួនមិនចេះអ្វីសោះសូក្រាតប្រើវិធីចំអកពូទស្សនវិជ្ជាមួយក្រុមប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាតពួកនេះអួតអាងនិងមានជំនឿថាខ្លួនមានចំណេះដឹងជាសកលឃ្លាចម្បងរបស់សូក្រាតស្ដីពីទស្សនវិជ្ជាមួយគឺខ្ញុំដឹងតែពីមុខគត់គឺគ្មានជាអ្វីសោះលោកពោលថាពិតជាចម្លែកនៅពេលដែលកំពុងទស្សនវិទូមួយនេះដែលមានភាពល្បីល្បាញទាំងគំនិតទាំងប្រាជ្ញាទាំងកិត្តិសព្ទនិងកិត្តិនាមថាជាមនុស្សដែលមានសមត្ថភាពប្រកបដោយបញ្ញាញាណប៉ុន្តែសម្រាប់សូក្រាតបានជាទម្លាក់ខ្លួនឯងជាមួយនឹងទ្រឹស្ដីថាខ្ញុំមិនចេះអ្វីសោះទៅវិញជាការពិតណាស់សម្ដីមួយឃ្លារបស់សូក្រាតនេះតែមានការមិនយល់ស្របផ្នែកការយល់ពីសមត្ថភាពរបស់លោកប៉ុន្តែនៅសម័យរបស់សូក្រាតលោកសិក្សាពីអ្វីដែលមាននៅក្នុងចក្រវាឡមានន័យថានៅក្នុងចក្រវាឡគឺមានរឿងរ៉ាវរាប់លានចម្ពោះលោកត្រូវសិក្សាស្រាវជ្រាវវិញ្ញាចនិងស្វែងរកជារបបកំហើថ្មីៗការបកស្រាយថ្មីបង្កើតទ្រឹស្ដីថ្មីវាជាសម័យកាលមួយដែលជាបេសកកម្មរបស់អ្នកមានសមត្ថភាពខ្ពស់ផ្នែកខួរក្បាលដើម្បីទៅរុករកនៅពេលដែលទស្សនវិទូរូបនេះលើកឡើងបែបនេះមានន័យថានៅពេលដែលលោកកាន់តែព្យាយាមមើលពីពិភពចក្រវាឡនិងសិក្សាដើម្បីបង្កើតទ្រឹស្ដីនានាធ្វើឲ្យលោកមានចម្ងល់កាន់តែច្រើនដែលមិនទាន់បានបកស្រាយនេះជាបុព្វហេតុដែលនាំឲ្យលោកហ៊ានលើកឡើងបែបនេះក៏ប៉ុន្តែមិនមែនមានន័យថាលោកមិនយល់មិនដឹងអ្វីសោះនោះទេហើយនេះក៏មិនមែនជាសេចក្តីទម្លាក់តម្លៃរបស់លោកនោះដែរព្រោះថាការដែលលើកឡើងបែបនេះក៏ព្រោះតែពេលខ្លះរាល់អ្វីដែលចំណុចល្អនិងចំណុចអាក្រក់រៀងៗខ្លួននៅក្នុងការបង្រៀនការណែនាំការពឹងផ្ដៅក្នុងទីផ្សារឬក៏នៅក្នុងសាលាក្តីក្នុងសង្គមក្តីទស្សនៈរបស់មនុស្សម្នាក់គ្រាន់តែជាគតិយកឃើញមួយប៉ុណ្ណោះមិនអាចទៅបញ្ជាចិត្តមនុស្សគ្រប់គ្នាឲ្យយល់ស្របតាមបានទាំងអស់នោះទេមនុស្សខ្លាំងនិយាយអំពីគំនិតមនុស្សសាមញ្ញធម្មតានិយាយអំពីព្រឹត្តិការណ៍មនុស្សចោមសៀតនិយាយអំពីដើមគេទស្សនៈនេះបង្ហាញថាមនុស្សដែលមានចំណេះដឹងមានគតិបណ្ឌិតចំណាយពេលវេលាអត់ប្រយោជន៍នោះទេពួកគេចូលចិត្តលើកឡើងនិយាយអំពីគំនិតបញ្ចេញគំនិតទស្សនៈរៀនសូត្រអំពីគំនិតរបស់អ្នកដទៃដើម្បីភាពរីកចម្រើនប៉ុន្តែមនុស្សសាមញ្ញធម្មតាចូលចិត្តចំណាយពេលទៅលើព្រឹត្តិការណ៍រឿងនោះដែលមិនសូវមានប្រយោជន៍មនុស្សប្រភេទនេះចំណាយពេលតាមដានព្រឹត្តិការណ៍ហើយជ្រួលជ្រើមតាមព្រឹត្តិការណ៍ដោយមិនបានគិតគូរពិចារណាពេលខ្លះពួកនេះជាមនុស្សតែស្គាល់ដោយមិនបានថ្លឹងថ្លែងជារឿងមានប្រយោជន៍ឬក៏អត់នោះទេដោយភាគច្រើនឃើញថាគេធ្វើទាំងមិនដឹងអ្វីសោះក៏មានចំណែកមនុស្សគំនិតធន់ថយចូលចិត្តនិយាយដើមអ្នកដទៃមនុស្សទាំងនេះរឿងនរណាក៏គាត់ដឹងដែរយើងអាចនិយាយម្យ៉ាងទៀតថារាល់អ្វីដែលយើងបានគិតមិនត្រូវធ្វើតែធ្វើសកម្មភាពនោះទេតែរាល់សកម្មភាពដែលយើងត្រូវធ្វើយើងត្រូវតែគិតគូរជាមុនធ្វើបានដូចនេះនឹងអាចជួយឲ្យយើងមានការគិតពិចារណាបានស៊ីជម្រៅហើយមិនដែលមានការភាពនឹងថឹងមិនតក់ស្លុតច្រើនតែជាមនុស្សមានបញ្ញាខ្ពស់និងមានការសម្រេចចិត្តបានត្រឹមត្រូវខួរក្បាលគឺជាអ្វីៗទាំងអស់អ្នកគិតអ្វីអ្នកនឹងទទួលបានផលនោះការគិតជាមានឥទ្ធិពលក្នុងជីវិតរបស់យើងម្នាក់ព្រោះការគិតគឺជាហេតុនៃទង្វើអត្តចរិតនិងការប្រព្រឹត្តគឺសុទ្ធតែសម្ដែងឲ្យយើងដឹងអំពីចិត្តគំនិតរបស់បុគ្គលម្នាក់គ្មានអ្វីដែលថាមនុស្សយើងធ្វើទៅដោយមានការគិតនោះទេនោះធ្វើទៅដោយការគិតល្អនឹងទទួលបានផលល្អចំណែកមនុស្សធ្វើទៅដោយការគិតអវិជ្ជមាននឹងទទួលបានបោកនឹងនៅផលអវិជ្ជមានដូចគ្នាការគិតមានឥទ្ធិពលទៅលើទង្វើរបស់មនុស្សខ្ញុំរើសយកចំណេះដឹងជាជាងទ្រព្យសម្បត្តិពីព្រោះទ្រព្យសម្បត្តិមិនស្ថិតស្ថេរនោះទេភាពជឿជាក់វិធីល្អបំផុតសម្រាប់ការរស់នៅគឺត្រូវផ្ដោតទៅលើការអភិវឌ្ឍខ្លួនឯងជាងការខិតខំស្វែងរកទ្រព្យសម្បត្តិនិយមសូក្រាតបានសង្កត់ធ្ងន់ថាគុណធម៌គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងចំណោមទ្រព្យសម្បត្តិនានាលោកការផ្លាស់ប្ដូរខ្លួនឯងបន្តិចម្ដងដើម្បីឈានទៅរកការផ្លាស់ប្ដូរពិភពលោកឲ្យមានភាពល្អប្រសើរឡើង
ស្គាល់ខ្លួនឯងដោយខ្លួនឯង ការស្គាល់ខ្លួនឯងមិនមែនជាការងាយស្រួលនោះទេ ពីព្រោះមនុស្សម្នាក់ៗជឿទាំងខ្វះខាតខ្លួនឯង ស្គាល់ខ្លួនឯងប្រាកដណាស់ ជំនឿនេះមិនត្រឹមត្រូវនោះទេ ដោយសារមនុស្សម្នាក់ៗពិបាកនឹងស្គាល់ខ្លួនឯងច្បាស់លាស់ណាស់ ហើយបើចង់ស្គាល់ខ្លួនឯងឲ្យច្បាស់លាស់ ត្រូវដាក់រាងកាយខ្លួនឯងភ្ជាប់ទៅនឹងអ្នកដទៃ ពោលគឺលោកអ្នកត្រូវតែស្គាល់អំពីតួនាទី ស្គាល់អំពីភារកិច្ច ស្គាល់អំពីកាតព្វកិច្ចរបស់ខ្លួនឯង ដែលនឹងត្រូវប្រព្រឹត្តចំពោះអ្នកដទៃ លទ្ធផលល្អគឺត្រូវបានរិះគន់រួចហើយ ការធ្វើអ្វីមួយដោយមិនបានឆ្លងកាត់គំនិតរបស់អ្នកដទៃ ពុំសូវបានទទួលផលល្អនោះទេ ដូច្នេះលោកអ្នកគួរតែរៀនបើកចិត្តឲ្យទូលាយ ដើម្បីទទួលយកនូវគំនិតរបស់អ្នកដទៃមកពិចារណា ដើម្បីឲ្យលទ្ធផលនៃការងាររបស់លោកអ្នកកាន់តែប្រសើរ យើងមិនត្រូវចាត់ទុកថាជាការរិះគន់ដើម្បីស្ថាបនាជាការបន្ទប់បង្អាក់នូវគំនិតរបស់យើងនោះទេ ជីវិតគ្មានភាពឈឺចាប់ គ្មានភាពលំបាកមិនមែនជាជីវិតនោះទេ មានបុគ្គលជោគជ័យច្រើនណាស់នៅលើពិភពលោកនេះ ដែលសុទ្ធសឹងតែធ្លាប់ជួបប្រទះនូវភាពឈឺចាប់ និងភាពក្រលំបាក ហើយវាជាកត្តាមួយដែលខ្លាចនោះទេ ចឹងទៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក ទោះម្នាក់ឯងគាត់ប្រថុយរីករាយ ឬក៏លំបាកយ៉ាងណា អ្នកត្រូវតែហ៊ានពុះពៀរ ចូរកុំខ្លាចអ្វីដែលអ្នកជៀសមិនរួច ព្រោះនៅក្នុងជីវិតដែលពិតចំពោះអ្នកហើយ អ្នកនឹងធ្វើឲ្យសប្បាយចិត្តជាងពេលមុនៗ សូមផ្ដល់ឲ្យខ្ញុំនូវភាពស្រស់ស្អាតនៃព្រលឹងខាងក្នុង សូមឲ្យព្រលឹងខាងក្នុង និងព្រលឹងខាងក្រៅក្លាយទៅជាព្រលឹងតែមួយ ចំណែកពេលផ្ដោតអារម្មណ៍លើខ្លួនឯង សុភមង្គលចាប់ផ្ដើមនៅខាងក្នុង ប្រសិនបើអ្នកវេទនាអំពីអារម្មណ៍របស់អ្នកចំពោះខ្លួនអ្នក វានឹងស្ដែងចេញឲ្យអ្នកដទៃបានដឹង បង្កើតអាកប្បកិរិយាប្រកបដោយសេចក្ដីស្រឡាញ់ចំពោះខ្លួនអ្នក និងមានមោទនភាពចំពោះអ្វីដែលអ្នកកំពុងធ្វើ កុំភ្លេចថាអ្នកខ្លាំងប៉ុណ្ណា ហើយបញ្ជាក់ប្រាប់ខ្លួនឯងថាអ្នកសំខាន់ មនុស្សគ្រប់គ្នាកំពុងប្រឈមនឹងការខ្លួននៅក្នុង សូម្បីតែមនុស្សដែលទទួលបានជោគជ័យបំផុតលើពិភព ត្រូវចាំថាលក្ខខណ្ឌនៃមនុស្សគឺមិនអចិន្ត្រៃយ៍ដូចនេះ អ្នកមិនត្រូវរីករាយខ្លាំង និងសំណាងខ្លាំង ហើយមើលងាយសំណាងអាក្រក់ឡើយ អ្វីៗទាំងអស់នៅក្នុងជីវិតគឺមានលក្ខណៈបណ្ដោះអាសន្នទាំងល្អនិងអាក្រក់ ចូរចងចាំថានៅពេលមានរឿងអាក្រក់ អ្នកតែងតែអាចរកផ្លូវចេញ និងសម្រេចគោលដៅរបស់អ្នក នៅពេលដែលអ្វីៗ ទស្សនៈរបស់លោកសុខក្នាត ចំណេះដែលសំខាន់ជាងគេគឺការស្គាល់អំពីខ្លួនឯង ការស្គាល់អំពីខ្លួនឯងគឺការតេស្តរិះពិចារណា ការចេះចោទសួរលើគ្រប់បញ្ហា ធ្វើឲ្យមនុស្សចេះទាញរកហេតុផលដោយខ្លួនឯង កុំចេះតែជឿតាមគេ កុំជឿដោយងប់ងល់ទៅលើការបង្រៀនរបស់សាសនា ឬក៏ការបង្គាប់បញ្ជារបស់អាជ្ញាធរ សូក្រាតខ្លួនឯងផ្ទាល់ធ្លាប់បានបដិសេធមិនធ្វើតាមបញ្ជារបស់អាជ្ញាធរក្រុងអាថែន ដែលនេះជាទម្រង់មួយនៃការអំពើបោះបោរដោយអហិង្សា ប៉ុន្តែនៅពេលជាមួយគ្នាទាក់ទងនឹងការបញ្ហានេះ គេក៏ហាក់ដូចជាឃើញចំណុចផ្ទុយគ្នាមួយផងដែរនៅក្នុងជីវិតរបស់លោកសូក្រាត ពីព្រោះថានៅពេលដែលលោកសូក្រាតបានគេកាត់ទោសប្រហារជីវិត សូក្រាតបានបដិសេធមិនរត់គេចខ្លួនហើយដាក់ចិត្តដាក់កាយទទួលយកសេចក្ដីស្លាប់ បើនោះជាដឹងថាការកាត់ទោសលើរូបលោកនេះគឺជារឿងអយុត្តិធម៌ក៏ដោយ ហើយរបស់ដែលអាក្រក់បំផុតនោះគឺអវិជ្ជា មានប្រពន្ធល្អអ្នកនឹងសប្បាយចិត្ត តែប្រសិនបើមានប្រពន្ធមិនកើតនឹងក្លាយជាទស្សនវិទូ ការយល់សំណួរគឺការស្មើដឹងចម្លើយពាក់កណ្ដាលរួចទៅហើយ ហាត់អ្នកសូមអ្នកទាំងអស់កុំតក់ស្លុតនឹងសេចក្ដីស្លាប់របស់ខ្ញុំឲ្យសោះ ខ្ញុំស្លាប់តែរូបទេ ចំណែកព្រលឹងចិត្តនិងកេរ្តិ៍ឈ្មោះរបស់ខ្ញុំមិនបានស្លាប់ឡើយ គឺខ្ញុំស្លាប់ទាំងញញឹម ជាពិសេសបើខ្ញុំស្លាប់ទៅ សូមឲ្យអ្នករាល់គ្នាខិតខំពត់ចិត្តឲ្យមានយុត្តិធម៌ ឲ្យមានសីលធម៌ ឲ្យមានមនុស្សធម៌គ្រប់ពេលវេលា ដើម្បីបម្រើប្រទេសរបស់អ្នកនៅថ្ងៃខាងមុខ បើស្រឡាញ់ខ្ញុំសូមស្ដាប់ពាក្យខ្ញុំឲ្យច្បាស់ ហើយបើស្ដាប់ច្បាស់ហើយត្រូវតែធ្វើតាម ប្រសិនបើអ្នកអាច